សួរបងប្អូនទាំងអស់គ្នាហើយក៏ជំរាបសួរទៅកាន់បងវិសាផងដែរថ្ងៃនេះខ្ញុំមកធ្វើការឆ្លើយជាមួយនឹងសំណួររបស់បងដែលបងបានសួរខ្ញុំតាក់ទងនឹងការដកដង្ហើមចិញ្ចោលនៅពេលដែលយើងធ្វើការអវងតាក់ទងទៅនឹងបញ្ហាមួយនេះខ្ញុំធ្លាប់បាននិយាយខ្លះៗហើយជាមួយនឹងការវឹកហាត់របស់ខ្ញុំសូមនឹងគ្រប់វីដេអូទៅហើយក៏ប៉ុន្តែថ្ងៃនេះខ្ញុំចង់មកធ្វើការបញ្ជាក់បន្ថែមពីព្រោះថាសំណួរនេះពិតជាល្អមែនទែនចឹងហើយខ្ញុំចង់ធ្វើការចែកម្លែកបន្ថែមទៅកាន់បងប្អូនមួយចំនួនដែលគាត់ទើបបញ្ចប់ផ្ដើមធ្វើការវឹកហាត់ជាងកាយហើយតាក់ទងទៅនឹងការចែករំលែកមុននឹងធ្វើការចែករំលែកខ្ញុំចង់ធ្វើការបញ្ជាក់ទៅកាន់បងប្អូនបន្តិចតាក់ទងទៅនឹងការចែករំលែកនេះខ្ញុំចង់ប្រាប់ថាខ្ញុំមិនមែនជាគ្រូបង្វឹកខ្ញុំមិនមែនជាអ្នកជំនាញអ្វីទេក៏ប៉ុន្តែគ្រប់ការចែករំលែករបស់ខ្ញុំទាំងអស់គឺចែករំលែកចេញពីបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំដែលខ្ញុំបានឆ្លងកាត់ការវឹកហាត់មកជាច្រើនឆ្នាំដែរចឹងហើយខ្ញុំសង្ឃឹមថារាល់ការចែករំលែករបស់ខ្ញុំមិនថាជាការចែករំលែកនៅលំហាត់ប្រាណការវឹកហាត់ផ្សេងសង្ឃឹមថាវាបានជាអត្ថប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាហើយតាក់ទងទៅនឹងសំណួររបស់បងវិសាបាទជាដំបូងគឺបងត្រូវតែធ្វើឲ្យទៅតម្រង់សិនបើសិនជាបងធ្វើការអវងតម្រង់ push up ធម្មតាតម្រង់អវងធម្មតាគឺបងរក្សាតម្រង់ឲ្យត្រូវជាមួយនឹងតម្រង់របស់វាសិនបន្ទាប់មកនៅពេលដែលបងដាក់ចុះគឺបងទប់ដង្ហើមបន្ទាប់មកនៅពេលដែលបងលើកខ្លួនឡើងមកវិញគឺបងផ្លុំដង្ហើមចេញគឺបែបនេះដាក់ចុះទប់លើកឡើងផ្លុំចេញដាក់ចុះទប់លើកឡើងផ្លុំចេញបាទនេះគឺជាតម្រង់នៃការអវងនៃការប្រើខ្យល់ដង្ហើមនៅពេលយើងអវងបែបនេះគឺធ្វើឲ្យយើងមានធម៌ពលមានកម្លាំងការសេវកម្លាំងរបស់យើងបានច្រើនយើងអវងក៏បានច្រើនទៅតាមនឹងដែរហើយតែចាំថានៅពេលយើងអវងត្រូវតែអវងមួយច្បាស់ដាក់ឲ្យអស់ពេលដែលលើកឡើងឲ្យអស់ដូចគ្នាហើយយើងធ្វើការប្រើខ្យល់ដង្ហើមឲ្យស្របជាមួយនឹងចលនានៃរាងកាយរបស់ពួកយើងហើយនេះគឺជាបទពិសោធន៍ដែលខ្ញុំទទួលបានបន្ទាប់ពីយើងឆ្លងកាត់ការវឹកហាត់មកច្រើនឆ្នាំដែរចឹងហើយបងវិសាខ្ញុំសង្ឃឹមថាបងអាចយល់នៅអ្វីដែលបងនិយាយហើយបើសិនជាបងមានពេលទៅណេបងនឹងឆ្លៀតធ្វើកូនវីដេអូខ្លីមួយទៀតដើម្បីចែកមិត្តកាន់បងដើម្បីឲ្យបងកាន់តែងាយយល់ជាងនេះអូខេចឹងហើយយើងចាំជួបគ្នានៅវីដេអូបន្តហើយបើសិនជាមានសំណួរអ្វីចង់សួរទាក់ទងនឹងការវឹកហាត់រាងកាយបងប្អូនអាចសួរបានអាច comment ខាងក្រោមវីដេអូនេះបានបើសិនជាសមត្ថភាពរបស់ខ្ញុំវាមិនលើសពីសមត្ថភាពរបស់ខ្ញុំទេខ្ញុំនឹងធ្វើការចែកតបជាមួយនឹងបងប្អូនទាំងអស់គ្នាបាទសូមអរគុណ